5 កន្លែងដែលអ្នកទាំងអស់គ្នាមិនគួររំលងនៅពេលមកលេងខេត្តសៀមរាបនៅឱកាសបន់ជោលឆ្នាំខ្មែរនៅពេលខាងមុខនេះតំបន់ទី1នៅពេលដែលអ្នកទាំងអស់គ្នាមកដល់ខេត្តសៀមរាបភ្លាមអ្នកទាំងអស់គ្នានឹងឃើញមានការរៀបចំយ៉ាងថោកនិងស្រស់ស្អាតនៅតាមដងមាត់ស្ទឹងសៀមរាបសួនច្បារមុខប្ររិទ្ធដំណាក់និងបឹងគឡូដែលនៅក្នុងតំបន់ទាំងអស់នោះផងដែរយើងមានជាការរៀបចំជាពាងទឹកធំកន្លែងបាញ់ទឹកនិងកន្លែងលេងល្បែងប្រជាប្រិយជាច្រើនកន្លែងទី2គឺភូមិខ្ញុំញញឹមសាតូនៅពេលដែលអ្នកទាំងអស់គ្នាធ្វើដំណើរចេញពីក្រុងសៀមរាបទៅកាន់តំបន់អង្គរអ្នកទាំងអស់គ្នានឹងឃើញភូមិខ្ញុំញញឹមសាតូរៀបចំយ៉ាងស្រស់ស្អាតដើម្បីរង់ចាំអ្នកទាំងអស់គ្នាចូលទៅលេងហើយនៅខាងក្នុងភូមិនឹងដែរគឺគេមានរៀបចំជាលក្ខណៈផ្ទះជាច្រើនដែលមានលក្ខណៈដូចជាភូមិមួយនៅពេលសម័យបុរាណអញ្ចឹងគឺមានផ្ទះតូចផ្ទះធំហើយនិងផ្ទះមហាសេដ្ឋីជាដើមហើយនៅក្នុងនោះក៏មានក្អមជាក់យ៉ាងធំផងដែរអ្នកទាំងអស់គ្នាកន្លែងទី3គឺនៅតំបន់មុតប្រាសាទអង្គរវត្តតែម្ដងអ្នកទាំងអស់គ្នាគឺនៅកន្លែងហ្នឹងគឺមានការរៀបចំកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតហើយនៅក្នុងកន្លែងហ្នឹងគឺមានការរៀបចំអធិវិធីជាច្រើនសម្រាប់យើងធ្វើការលេងនិងទស្សនាផងដែរដូចជាក្រុមរបាំបុរាណប្រពៃណីនិងកន្លែងលេងល្បែងប្រជាប្រិយហើយពិសេសទៅទៀតហ្នឹងគឺគេមានជាការរៀបចំនៅកន្លែងបណ្ដែតប្រទេសនៅខាងមុខប្រាសាទអង្គរវត្តតែម្ដងសម្រាប់ឲ្យយើងទាំងអស់គ្នាទៅធ្វើការបណ្ដែតប្រទេសបួងសួងសុំសេចក្តីសុខនៅឱកាសបុណ្យចូលឆ្នាំខ្មែរនៅពេលខាងមុខនេះតំបន់ទី4គឺភូមិរចនាហើយនិងភូមិថ្នោតដែលអ្នកទាំងអស់គ្នាបានឃើញមកហើយគឺនៅកន្លែងតំបន់ហ្នឹងគេនឹងមានការរៀបចំជាលក្ខណៈផ្ទះថ្នោតហើយនឹងតាមកញ្ចក់នីមួយៗគឺគេមានលក់របស់របរធ្វើអំពីថ្នោតក៏ដូចជានំហើយនិងបង្អែមផ្សេងផងដែរបន្ថែមពីលើនោះគេក៏មានការរៀបចំល្បែងកម្សាន្តជិះកង់លើទឹកនិងល្បែងកម្សាន្តជាច្រើនផ្សេងទៀតផងដែរកន្លែងទី5គឺជាកន្លែងដែលពិសេសជាងគេទោះបីខ្ញុំមិន5ក៏អ្នកទាំងអស់គ្នានឹងទៅលេងកន្លែងហ្នឹងដែរគឺ Pop Street នៅក្នុងខេត្តសៀមរាបកុំភ្លេចមកលេងខេត្តសៀមរាបទាំងអស់គ្នាណាបើរៀបចំច្រើនម្លឹងខ្ញុំគិតថា3ថ្ងៃគឺដើរអត់គ្រប់ឯអ្នកទាំងអស់គ្នាគឺមួយអាទិត្យបានដើរគ្រប់បាយ